លោកប្រធានាធិបតីអាមេរិក Donald Trump និងរដ្ឋមន្ត្រីការប្រទេសអាមេរិក Marco Rubio បានលើកឡើងថាអាមេរិកអាចនឹងបោះបង់ចោលនៅគោលដៅស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែនប្រសិនគ្មានវឌ្ឍនភាពនាពេលឆាប់ៗនេះប្រធានាធិបតីអាមេរិក Donald Trump និងរដ្ឋមន្ត្រីការប្រទេសរបស់អាមេរិកបាននិយាយនៅថ្ងៃសុក្រថាអាមេរិកនឹងដើរចេញពីកិច្ចប្រឹងប្រែងដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ីអ៊ុយក្រែនប្រសិនបើគ្មានសញ្ញាច្បាស់លាស់នៃវឌ្ឍនភាពនៅក្នុងពេលឆាប់ៗនេះទេលោកត្រាំបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមានថាពួកលោកចង់ឲ្យវាចប់សពគ្រប់ឲ្យបានឆាប់បច្ចុប្បន្ននេះប្រសិនបើមានហេតុផលមួយចំនួនដែលភាគីណាមួយក្នុងចំណោមភាគីទាំងពីរបង្កការលំបាកខ្លាំងពួកលោកគ្រាន់តែនិយាយថាពួកគេល្ងងពួកគេពិតជាល្ងងណាស់ពួកគេជាមនុស្សបង្កបញ្ហាការអធិប្បាយរបស់លោកត្រាំបានធ្វើឡើងបន្ទាប់ពីការលើកឡើងរបស់លោក Rubio អ្នកការទូតជាន់ខ្ពស់របស់លោកដែលបាននិយាយថាភាគីទាំងអស់មានពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះដើម្បីបង្ហាញពីវឌ្ឍនភាពបើពុំនោះទេទីក្រុង Washington នឹងដើរចេញតែម្ដង